ជំរាបសួរនិងសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះបញ្ញផលិតចឹងនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងមកនិយាយអំពី compress file ចឹងជាដំបូងយើងធ្វើការ SA ពីម៉ូដទៅកាន់ server របស់យើងសិន SA អូខេ sorry ខ្ញុំវាយខុសpassword អូខេអញ្ចឹងទី1 check មើល user បំហើយ directory ពាក្យហើយ host machine name អញ្ចឹងដើម្បីធ្វើការ compress file ទី1យើងត្រូវការមាន folder មួយចំនួនសិនចឹងខ្ញុំធ្វើការបង្កើត folder គឺ mkd.p ដើម្បីបង្កើត folder ចំនួនច្រើនអញ្ចឹងខ្ញុំដាក់001អូខេខ្ញុំវាយខុស002 00310អញ្ចឹងខ្ញុំបង្កើតប៉ុណ្ណាអញ្ចឹង LS មកអញ្ចឹង LS 001អញ្ចឹងដើម្បីយើងធ្វើការទៅមើល002បានយើងត្រូវដាក់001 slash អញ្ចឹងនៅក្នុងនោះមាន folder 002 តទៀតអញ្ចឹងដើម្បីមើលទៀត2អញ្ចឹងមានប៉ុណ្ណាតែយកធ្វើអញ្ចឹងទេដោយសារធ្វើអញ្ចឹងវាពិបាកដល់យើងទេអញ្ចឹងដើម្បីងាយស្រួលយើងប្រើ command 3អញ្ចឹងដើម្បីប្រើ command 3បានយើងត្រូវការ install អញ្ចឹង sudo apt install 3.y នេះយើងចេះអូខេអញ្ចឹង success ហើយអញ្ចឹងយើងទៅប្រើ command 3 001អញ្ចឹងវាលេខចេញមកបែបនេះអញ្ចឹងនៅក្នុងហ្នឹងអត់ទាន់មានអីទេអញ្ចឹងដើម្បីយើងចង់បានមាន file អីមួយនៅក្នុងហ្នឹងអញ្ចឹងខ្ញុំធ្វើការបង្កើត file message មួយសិនអញ្ចឹងខ្ញុំប្រើ nano ctext.th អញ្ចឹងទៅសេmessage មួយចំនួនហ្នឹងខ្ញុំទៅសេctextខ្ញុំសេប៉ុណ្ណឹងអញ្ចឹង control X ចេះថាអញ្ចឹងបីទៅមើលប្រើ command K ទីអញ្ចឹងនេះគឺជា message ដែលយើងបានទៅសេមួយចំនួនមុនហ្នឹងអញ្ចឹងនៅពេលយើងបាន message នេះយើងបាន file ហើយយើងចង់បាន file ទៅនៅក្នុង folder ទាំងអស់ហ្នឹងអញ្ចឹងយើងធ្វើការ copy វាប្រើ command copyទៅក្នុង folder 001ប្រើបកលនេះដើម្បី copy ចូលច្រើនចុច save រហូតមកតទៅដល់010មក
copy ម្ដងនៅស្អាតដែរវារៀងច្រើនដែរចឹងដើម្បី copy យើងប្រើ Ctrl C C ហើយ paste Ctrl C V អូខេចឹង004CV ទៀតណា0.5Okay, in term ចឹងយើងប្រើ command 3 ទៅទៀតដើម្បីទៅមើលនឹងថាបានដែរអូខេចឹងនេះគឺមកហើយនៅក្នុង folder មួយហ្នឹងមាន file ctech.tt ចឹងយើងទៅធ្វើការ compress file ចឹងយើងប្រើ command ថា ថាដល់ CVI ចឹងមានន័យថា create verbal file ហើយយើងដាក់ឈ្មោះមកចឹងខ្ញុំធ្វើការដាក់ឈ្មោះ sv11.12 ថាហើយ folder អូខេនេះចឹងចេញមកចេះចឹងអានេះយើង copy បានហើយយើង copy ចូលទៅក្នុងទាំងអស់ហ្នឹងចឹងយើងធ្វើ LM មកអញ្ចឹងនេះវាបានមក folder 01ហើយនឹង folder ថាគឺជា compress file តទៅទៀតយើងចង់ធ្វើការ backup ទុកមួយអញ្ចឹង backup file folder 001អញ្ចឹងប្រើ command cp .1 underscore bac back អូខេអញ្ចឹងដល់ឯណានេះអញ្ចឹងគឺមាន folder 001 folder 001 back បន្តមកទៀតយើងចូលទៅមើលថា folder 001 underscore back ហ្នឹងយើងមាន copy មកវាមកអត់អញ្ចឹងយើងប្រើ command 3 001 អញ្ចឹងនេះ list មកដូចគ្នាដែរបន្តទៀតចង់ធ្វើការ remove ទៅលើ file folder 001 underscore back ហ្នឹងចេញអញ្ចឹងប្រើ command om .ova remove verbal file ហើយឈ្មោះ001 underscore back អញ្ចឹងនេះមកប៉ុណ្ណេះ
ចឹងវា remove មកអង្គពីលើដល់ក្រោមក្នុងមកក្រៅចឹង ls មើលចឹងបាត់ហើយអត់មានទីទេបន្តមកទៀតយើងចង់ធ្វើការពលាទៅលើ file ថានេះ file sv11.12 ដល់ថាអញ្ចឹងយើងប្រើ command ថា xvi extract verbal file ហើយឈ្មោះ sv11 ថាអញ្ចឹងយើង ls មើលមកអញ្ចឹងនេះអត់មានអីទេប្រើ001អញ្ចឹងយើង ls 3001ចឹងនេះមកដដែលទេចឹងយើង ls ទៅមើលទំហំរបស់វាព័ត៌មានរបស់វាសិនចឹង file ថានេះគឺ cr20 kilobyte អូខេមុនហ្នឹងមានកន្លែងម្ដងកន្លែងបន្តិចអញ្ចឹងខ្ញុំធ្វើការទៅនេះវិញខ្ញុំធ្វើការ copy file folder 01នឹងសិន cp.o 001 back អូខេអញ្ចឹងប៉ុណ្ណេះអញ្ចឹងទៅមើល folder 01សិន3អូខេអញ្ចឹងមានប៉ុណ្ណេះអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការទៅ remove folder 001ចេញអញ្ចឹង om do ovi 001អូខេអត់អីមើលអញ្ចឹងអត់មានទៀតទេ folder 001មិនណាអញ្ចឹងបន្តមកទៀតបានយើងធ្វើការទៅពលា file ទៅពលា file ថាហ្នឹងអញ្ចឹងយើងប្រើ command ថា .xvs extract verbal file sv ដាក់ឈ្មោះមក 11.12 ថាអញ្ចឹងយើងចាំមើលថា folder 001ហ្នឹងមកវិញអត់អូខេអញ្ចឹងយើងអត់ឲ្យមើលវិញនេះគឺ folder 001មកវិញដែរអញ្ចឹងយើងអត់ដល់ទៀតអញ្ចឹងមកដូចគ្នា C20 គីឡូដូចគ្នាទេដដែលអញ្ចឹងបន្តមកទៀតយើងឃើញថាទំហំក៏ថារបស់យើងហ្នឹងវាធំអញ្ចឹងបើយើងចង់បានអានេះវាប្រៀបបានដូចជា file zip នៅក្នុង Windows របស់យើងហើយវារៀងធំជាង Fara អញ្ចឹងយើងចង់បាន file តូចដែរយើងប្រើ command ថា .czip file vs ដាក់ឈ្មោះមកចុច12 gz from sv11.12 dot ថាគេអញ្ចឹង ls dot la អញ្ចឹងយើងឃើញមកហើយ file ថារបស់យើង20គីឡូហើយ file gz របស់យើងគឺតូចមែនតើគឺ549ជាងបានតែបាយទេអញ្ចឹងវាបានទំហំតូចអញ្ចឹងបន្តមកទៀតដោយសារតែយើងឃើញថា file ថានេះគឺរៀងទំហំធំអញ្ចឹងយើងចង់បានទំហំរៀងតូចអញ្ចឹងគឺលីចោលមកដោយសារយើងមាន file gz មួយហើយអញ្ចឹងយើងប្រើ command om ovi sv11.12 dot ថាចឹងអត់ឲ្យមើលមកចឹងបាត់ដែរចឹងនៅពេលនេះយើងចង់ពលាវាមកវិញចឹងពលាវាយើងពលាមកពី direct មកពី file gz មួយ folder gz អញ្ចឹងយើងប្រើ command ថា .xcvi extract gz verbal file ហើយដាក់ឈ្មោះចុច12 dot ថា
GZ ok sorryមានការវាយខុសអូខេចឹងយើងមើលកន្លែងនេះគឺ mistake មិនស្អីខុសហ្នឹងចឹងមក LA មកវិញត LA ចឹងនេះយើងមើលឃើញមកវិញហើយ file ថានេះចឹងបន្តមកទៀតយើងធ្វើការទៅលុប folder 001វិញហើយបាទហើយចឹងយើងត្រូវការ extract មកពី file ថានឹងមកវិញចឹងថាទៅ ESP ចុច12ចឹងអត់អីដល់ចឹងនេះគឺ folder 001មកវិញហើយចឹងប្រើ tree អូខេនេះគឺមកវិញ001ចឹងបន្តមកទៀតយើងចង់ធ្វើការ rename file GC នេះទៅ SP12.12 វិញចឹងយើងប្រើ command mv sv11 2.gc to sv12.12 GC អូខេចឹងអត់អែមណាចឹងនេះគឺដូរឈ្មោះហើយបន្តមកទៀតយើងចូលទៅ command C អញ្ចឹងដើម្បីប្រើ command C បានយើងត្រូវការ install សិនអញ្ចឹងដើម្បី install sudo apt install C ចឹង file មកចឹង clear ចោលមួយចឹងបន្តមកទៀតខ្ញុំធ្វើការខ្ញុំចង់ zip ទៅលើ folder 001ចឹង zip .v ហើយដាក់ឈ្មោះ folder 001 .zip ចឹងเอาពី001ចឹងឲ្យមើលនេះគឺ folder ដែលយើងបាន zip មកនឹង 001.zip ចឹងខ្ញុំចង់លុប folder .zip នេះចោលវិញគឺ rm.ovs 001.zip អត់ឡើងមកចឹងបាត់ហើយចឹងខ្ញុំចង់ធ្វើការ zip វិញ zip ត v 001 OV 001 okay sorry យើងទៅនេះម្ដងទៀតឲ្យស្ដាប់អញវិញ okay wait zip OV 001 អញ្ចឹងនេះវិញមក .zip 001 ស្មើចឹងនេះវិញមិននេះគឺយើង zip បានមកវិញហើយចឹងខ្ញុំធ្វើការ remove ចង់ remove folder 001ចេញ001អញ្ចឹងបានអញ្ចឹងខ្ញុំចង់ធ្វើការ extract folder 001នេះមកវិញ
chẳng như pra comment unzip .org số mũi .zip ok chẳng này cứ ok mình nhân để tận thả tí chẳng như pra comment unzip .ví phần mũi .zip ok mình đang nhầm sẽ khó tới nhầm chơi anh nàyវិញសិន unzip ចឹងប៉ុណ្ណឹងយើងធ្វើការមួយទៀត unzip 001ចឹងអត់អែមកចឹងនេះគឺ folder 001មកវិញហើយចឹងតទៀតយើងចង់ទៅមើល folder file អីដែលមាននៅក្នុង folder 001ហ្នឹងចឹងយើងប្រើ command 3 001នេះគឺជាលេខដែលចេញមកចឹងដើម្បីឲ្យយើងអាចចេញពី remote នឹងបានយើងប្រើ command xc ម្ដងទៀតហើយដើម្បីបិទ shutdown ជាបន្ទូបានយើងប្រើ command sudo shutdown now ចឹងនៅក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានតាមបណ្ដាលរហូតដល់ចប់